29រឿងចន្ទដៀលបណ្ឌិតការលុបគុណជាថ្នាំបន្សាបលទ្ធផលក្នុងលោមការកន្លងទៅហើយព្រះបាទព្រហ្មទត្តសោយរាជ្យសម្បត្តិក្នុងក្រុងព្រះនសីកាលនោះព្រះសម្ពុទ្ធបរមគ្រូទ្រង់ស្រោចពជាតិក្នុងត្រកូលចន្ទដៀលនាចន្ទដៀលក្រៀមមានប្រាជ្ញាឆ្លៀសវាងវៃចេះនៅមន្តវិសេសអាចធ្វើដើមឈើឲ្យផ្លែខុសរដូវបានពួកមហាជនទាំងឡាយហៅព្រះពោធិសត្វថាចន្ទដៀលបណ្ឌិតសម័យនោះមានបុត្ររបស់បរហុតម្នាក់នៅក្នុងក្រុងព្រះនសីឈ្មោះទេវទត្តកុមារជាមនុស្សតូចចរិតអកតញ្ញូបានដឹងថាចន្ទដៀលបណ្ឌិតចេះមន្តវិសេសដូច្នោះក៏ចូលទៅសុំរៀនទៅដល់ឃើញចន្ទដៀលបណ្ឌិតកំពុងរែកផ្លែស្វាយមកពីព្រៃក៏ស្ទុះទៅទទួលយកអំរែកពីស្មារែឡើងទៅលើផ្ទះដាក់អំរែកហើយថ្វាយបង្គំសូមរៀនមុនអំពីចន្ទដៀលបណ្ឌិតចន្ទដៀលបណ្ឌិតបានក្រឡេកមើលឃើញស្គាល់លក្ខណៈជាមនុស្សមិនល្អក៏និយាយថាមុនរបស់ខ្ញុំពិបាករៀនណាស់មនុស្សមិនល្អរៀនមិនបានទេតាំងពីថ្ងៃនោះមកចន្ទដៀលបណ្ឌិតមិនអើពើនឹងការបង្រៀនមុននោះឡើយទោះបីទេវទត្តកុមារខំគោរពប្រតិបត្តិយ៉ាងណាក៏មិនបង្រៀនព្រោះយល់ច្បាស់ថាបើរៀនចេះទៅក៏មិនបានការចំណែកខាងទេវទត្តកុមារដឹងថាចន្ទដៀលបណ្ឌិតមិនព្រមបង្រៀនហើយក៏ទៅនិយាយអង្វរភរិយារបស់ចន្ទដៀលបណ្ឌិតឲ្យជួយសុំនាងជាភរិយាទោះទល់ពេកព្រោះទេវទត្តកុមារនៅបម្រើយូរហើយមិនព្រមទៅណាសោះក៏និយាយសុំស្វាមីឲ្យបង្រៀនមុនដល់ទេវទត្តកុមារចន្ទដៀលបណ្ឌិតទោះទល់ពាក្យក៏ព្រមបង្រៀនទេវទត្តកុមារកាលបើបានរៀនចេះដឹងសពគ្រប់ហើយសុំលាទៅផ្ទះវិញមុននឹងទៅចន្ទដៀលបណ្ឌិតបានឲ្យឱវាទថាមុននេះវិសេសណាស់យើងបានបង្រៀនអ្នកសពគ្រប់អស់ហើយចូលរក្សាទុកឲ្យបានល្អបើទៅក្នុងទីណានាមានគេសួរថាដោយម្ដេចអ្នកត្រូវឆ្លើយតាមពិតកុំកុហកឡើយទេវទត្តកុមារទទួលថាសាធុហើយលាអាចារ្យចេញទៅសម្ដៅទៅក្នុងក្រុងព្រះនសីដល់ពាក់កណ្ដាលផ្លូវបានឃើញស្វាយមួយដើមក៏រាយមុនតាមក្បួនដែលបានរៀនដើមស្វាយនោះបញ្ចេញផ្កាផ្លែឈើចាស់ទុំមួយរំពេចក៏បេះផ្លែស្វាយនោះរែកចូលទៅលក់ក្នុងក្រុងព្រះនសីថ្ងៃមួយនោះថ្ងៃមួយអ្នករក្សាឱវាទរបស់ព្រហ្មទត្តបានឃើញផ្លែស្វាយទុំខុសកាលក៏សួរហេតុផលសពគ្រប់ឃើញហើយទិញផ្លែស្វាយនោះយកទៅថ្វាយព្រះបាទព្រហ្មទត្តព្រះបាទព្រហ្មទត្តបានជ្រាបថាទេវទត្តកុមារចេះមុនដូច្នោះទើបឲ្យរាជអាមាត្យហៅចូលគាល់ព្រះរាជាបានសាកសួរសពគ្រប់ហើយប្របង្កប់ឲ្យធ្វើថ្វាយតូតក៏ឃើញមានផ្លែផ្កាប្រកបមែនទ្រង់ស្ងើចអស់ចាប៉ុនពេកទើបត្រាស់សួរថាមុននេះអ្នកចេះមកពីគ្រូណាទេវទត្តកុមារមនុស្សលុបគុណគ្រូបានគិតថាគ្រូរបស់អញជាតិចន្ទដៀលបើអញទូលព្រះរាជាតាមត្រង់ថោកទៀតណាស់មិនសមនឹងខ្លួនអញដែលចេះមុនវិជ្ជានេះឡើយលុះគិតដូច្នេះហើយក៏ក្រាបទូលព្រះរាជាថាមុននេះខ្ញុំរៀនចេះអំពីសំណាក់អាចារ្យទីសាប្រមោកនៅក្នុងក្រុងកសិលាព្រះរាជាទ្រង់ព្រះសណ្ដាប់ហើយសពព្រះរាជហឫទ័យណាស់ទ្រង់ឲ្យនៅក្នុងព្រះបរមរាជវាំងជាមួយនឹងព្រះអង្គព្រឹកឡើងបាននាំទៅឧទ្យានមានសេនាយោធាហែហោមទៅជាច្រើនទៅដល់ទ្រង់ប្រើទេវទត្តកុមារឲ្យធ្វើផ្លែស្វាយមួយដើមឲ្យមហាជនមើលទេវទត្តកុមារដើរទៅឈរជិតហើយរិះមុនប្រោះទឹកដើមស្វាយនោះអស់វរៈ3ដងស្វាយមិនផ្កាផ្លែឡើយក៏ឈរនៅស្ងៀមទើបព្រះរាជាត្រាស់សួរថាម្នាក់ទេវទត្តកុមារហេតុអ្វីក៏អ្នកឈរនៅស្ងៀមដូចជាកំណាត់ឈើដែលជា
ដែលគេបញ្ឈរចោលដែលយ៉ាងនេះទោះបីព្រះរាជាត្រាស់សួរយ៉ាងណាក៏រកពាក្យឆ្លើយមិនរួចព្រោះដឹងថាមុនរបស់ខ្លួនវានេះអស់ហើយក្នុងការនោះណាព្រះរាជាទ្រង់ព្រះវិរោធជាខ្លាំងបានឲ្យអាមាត្យតាក់កោអូសចោលទៅខាងក្រៅឧទ្យានតាំងពីថ្ងៃនោះមកទេវទត្តកម្មាក៏សាបសូន្យចាកលៀបសក្ការៈតារាមដល់អស់ជីវិត